មកដល់ប្រទេសកម្ពុជាដំបូងក្នុងឆ្នាំ1995ក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការបារាំងលោក Jean-Michel Philippe គឺជាជនជាតិបារាំងម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាស្រឡាញ់ប្រជាជនសិល្បៈនិងចាប់អារម្មណ៍ទៅលើប្រវត្តិសាស្ត្រខ្មែរក្នុងវ័យ51ឆ្នាំភាសាវិទូជនជាតិបារាំងមានដើមកំណើតនៅលើកោះកុកដែលស្ថិតនៅក្នុងភាគខាងត្បូងប្រទេសបារាំងក្នុងសមុទ្រមេឌីទែរ៉ាណេលោក Jean-Michel កំពុងបន្តការស្រាវជ្រាវលើភាសាជនជាតិភាគតិចនៅកម្ពុជាសប្តាហ៍ថ្ងៃនេះតាមពិតលោកបានចាប់ផ្ដើមការស្រាវជ្រាវនេះតាំងពីឆ្នាំ1998មកម្លេះការស្រាវជ្រាវដែលធ្វើឲ្យលោកបានដឹងថាមានភាសាប្រហែល30រាប់ទាំងភាសាខ្មែរវៀតណាមអ៊ីស្លាមចិននិងភាសាជនជាតិភាគតិចផ្សេងៗទៀតនោះដែលកំពុងត្រូវគេនិយាយនៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលនៃការរស់នៅក្នុងប្រទេសកម្ពុជាកន្លងមកនេះលោក Jean-Michel បានសរសេរសៀវភៅជាច្រើនដែលនិយាយអំពីជនជាតិព្នងភាសាព្នងសៀវភៅអំពីដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញហើយដែលនៅពេលខាងមុខនេះលោកនឹងផ្សព្វផ្សាយសៀវភៅប្រវត្តិជនជាតិស្អូចនិងបន្តមកគឺសៀវភៅភាសាស្អូចទៀតដែលលោកបានស្រាវជ្រាវជាច្រើនឆ្នាំមកហើយដើម្បីអាចស្រាវជ្រាវអំពីភាសារបស់ក្រុមជនជាតិភាគតិចលោក Philippe បានចំណាយពេលមិនតិចឡើយដើម្បីរស់នៅជាមួយនឹងប្រជាជនទាំងនោះការបញ្ចូលខ្លួនទៅក្នុងសហគមន៍កុលសម្ព័ន្ធក៏មានវិធីរបស់វាដែរជនជាតិបារាំងស្បែកសច្រមុះធំរូបនេះបានរៀបរាប់ជាភាសាខ្មែរដែលលោកនិយាយមិនសូវច្បាស់ឲ្យដឹងយ៉ាងដូចនេះសម្រាប់ខ្ញុំខ្ញុំយល់អ្វីដែលសំខាន់ជាងគេគឺទំនាក់ទំនងជាមួយមនុស្សគេធ្វើការសិក្សាអំពីភាសាជនជាតិភាគតិចអូខេអត់បានបើសិនជាអត់មានទំនាក់ទំនងល្អបំផុតជាមួយជនជាតិភាគតិចនេះអញ្ចឹងអូខេត្រូវស្នើអូខេនៅភូមិរបស់ពួកគាត់ទៅនៅជាមួយពួកគាត់មួយអាទិត្យមួយខែពីរខែជាមួយជនជាតិស្អូចគឺជាជនជាតិភាគតិចមានមនុស្ស110នាក់និងមនុស្សតែ7នាក់ប៉ុណ្ណោះចេញពីសាខ្ញុំស្នាក់នៅទីនោះប្រហែល4ខែដែរជីវិតជាមួយពួកគាត់អត់ស្រួលរាល់ថ្ងៃទេមានកាពីបាជាច្រើនជាពិសេសទឹកតែបរិសុទ្ធជាមានពួកគាត់ទៅយកទឹកកន្លែងដែលមាននឹងពឹកខ្ញុំមានបញ្ហាសុខភាពមួយចំនួនពួកគាត់ពឹកច្រើនដែរគាត់ជាពិសេសនៅខេត្តមណ្ឌលគិរីរតនគិរីមានស្រាសតែឆ្ងាយមែនយើងដើម្បីអាចជជែកគ្នាចោះសម្រុងគ្នាស្រួលបានការបឺតស្រាសជាមួយនឹងអ្នកភូមិជនជាតិភាគតិចគឺជារឿងមួយដែលលោក Philippe ត្រូវធ្វើមានពិធីមួយមុននឹងយើងចាប់ផ្ដើមធ្វើការមានពិធីមួយអានឹងពិធីនៅរតនគិរីនិងមណ្ឌលគិរីតាក់ទងនឹងស្រាសអង្គអានឹងយើងពឹកជាមួយគ្នាប៉ុន្តែអានេះបើមានប្រយោជន៍ពីព្រោះគឺជាពិធីដើម្បីចាប់ផ្ដើមការងារប៉ុន្តែបញ្ហាគឺនៅពេលដែលយើងចាប់ផ្ដើមការងារយើងស្រវាញ់ទាំងអស់ហើយរាល់លើកគឺអញ្ចឹងតែម្ដងរាល់លើកអញ្ចឹងធម្មតាយើងធ្វើនេះយើងពឹកស្រាពេលព្រឹកហើយនឹងពេលរសៀលអូខេខ្ញុំគិតថាយើងធ្វើ1ម៉ោង2ម៉ោងបើសិនជាមានសំណាងល្អ3ម៉ោងធ្វើការជាមួយនឹងជនជាតិភាគតិចត្រូវចេះនិយាយភាសារបស់ពួកគេហើយនេះគឺជាទ្រឹស្ដីមួយរបស់ភាសាវិទូជនជាតិបារាំង Jean-Michel Philippe ភាសាគឺជាកូនសោនាំឲ្យមនុស្សស្គាល់ពិភពលោកដូច្នេះហើយលោក Philippe បានហាត់រៀននិយាយភាសាជនជាតិជាច្រើនដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងពួកគេប៉ុន្តែថាដោយសារតែលោកចាប់អារម្មណ៍ទៅលើជនជាតិស្អូចលោក Philippe បានរៀនភាសាស្អូចបានច្រើននិងនិយាយភាសាស្អូចបានល្អជាងភាសាជនជាតិភាគតិចផ្សេងទៀតភាសាទាំងអស់នោះលោកគ្រូនិយាយភាសាស្អូចបានច្រើនជាងគេល្អជាងគេភាសាស្អូចខ្ញុំនិយាយជាងគេពីព្រោះធ្វើការច្រើនជាមួយពួកគាត់ចេញភាសាភ្នងដែរអូខេពីព្រោះជាមួយលោក Sylvain Vogel យើងបានសរសេរសៀវភៅអំពីភាសាភ្នងសៀវភៅត្រូវបានភូមិដោយអង្គការ UNESCO មាន CD 2ហើយនឹងចេញពីភាសាគួយដែរប៉ុន្តែភាសាស្អូចគឺជាភាសាដែលខ្ញុំបានរៀនប៉ុន្តែអត់ស្មាននេះជាមួយជាអ្នកភាសាវិទ្យាលោក Philippe ចេះនិយាយភាសាជាច្រើននៅពេលសួរថាតើគាត់និយាយបានប៉ុន្មានភាសាលោក Philippe ផ្ទុះសំណោចហើយឆ្លើយតបថាគេគួរសួរលោកថាតើគាត់ភ្លេចអស់ភាសាប៉ុន្មានហើយវិញទើបត្រឹមត្រូវជាងលោក Philippe អាចនិយាយភាសាយ៉ាងហោចណាស់ចំនួន12ភាសាដែរ
ក្រៅពីនៅកម្ពុជាដែលលោកនិយាយភាសាខ្មែរនោះលោកហ្វីលីពីក៏បានស្រាវជ្រាវលើភាសាជាច្រើននៅក្នុងប្រទេសដទៃទៀតក្នុងពិភពលោកពិសេសនៅក្នុងតំបន់អឺរ៉ុបខាងកើតលោកគ្រូចេះប្រមាណភាសា អូកាលមុននៅពេលខ្ញុំចាប់ផ្ដើមធ្វើការខ្ញុំជាសាស្ត្រាចារ្យភាសារុស្ស៊ីអូខេរៀនភាសាផ្សេងនៅអឺរ៉ុបខាងកើតដូចជាហុងគ្រីរូម៉ានីភាសាខ្ញុំគឺជាភាសាកូសិកាអូខេកូសជាកោះតូចមួយនៅសមុទ្រមេឌីទែរ៉ាណេនៅពេលខាងត្បូងនៃប្រទេសបារាំងហើយនៅប្រទេសកូសជាអ៊ីតាលីកូសនិងបារាំងដែរបាទរៀនភាសាអាល្លឺម៉ង់ស្ប៉ាញ៉ូលអានឹងឡាបាទភាសាអ៊ីរ៉ង់អារ៉ាប់បានទៅភាសាចិនកុងហ្គោប៉ុន្តែមានភាសាជាច្រើនដែលខ្ញុំបានរៀនយូរហើយអានឹងបន្តិចម្ដងខ្ញុំភ្លេចខ្ញុំទៅជាង10ភាសាដែរបាទប្រហែលក្នុងនាមជាអ្នកភាសាវិទ្យាលោក Jean-Michel Philippi មានអារម្មណ៍មិនសប្បាយចិត្តឡើយនៅពេលដែលលោកដឹងថាភាសាមួយបានស្លាប់សម្រាប់លោកនិយាយម្ដងទៀតភាសានេះហើយដែលនាំឲ្យមនុស្សស្គាល់ពិភពលោកដូច្នេះមនុស្សម្នាក់គួរតែនិយាយច្រើនភាសាកាលមុនរំខានខ្ញុំមែនតើអូខេឥឡូវនេះខ្ញុំដឹងថារាល់ខែមានភាសាចំនួន2ដែលបាត់បង់គឺជាកាត់ពិបាកបញ្ហាធំមែនសម្រាប់មនុស្សហើយទៅវិញភាសាគឺជាមធ្យោបាយដែលយើងប្រើដើម្បីកតុនទំនងអូខេឧទាហរណ៍យើងប្រើភាសាជាមួយមិត្តភក្តិគ្រួសារប៉ាហ្នឹងប៉ុន្តែភាសាមានមុខងារមួយទៀតដែរគឺជាសាវដូចសាវដែលយើងប្រើដើម្បីបើកទ្វារគឺជាសាវមួយដើម្បីយល់ពិភពលោកឯហ្នឹងអូខេនៅក្នុងភាសាមានកពិពណ៌នាអំពីពិភពលោកអំពីធម្មជាតិអំពីឡើងហ្នឹងឥឡូវនេះអូខេមានមនុស្សកាន់តែច្រើនដែលចេះនិយាយតែភាសាមួយប៉ុណ្ណោះហើយខ្ញុំគិតអំពីជនជាតិអាមេរិកអូស្ត្រាលីឡើងហ្នឹងឡាអូខេពួកគាត់អូខេនៅពេលដែលគេចេញពីប្រទេសរបស់ពួកគាត់អាចង់អូខេរៀនភាសាមួយតែធម្មតាអត់រៀនទេនិយាយអង់គ្លេសអូខេខ្ញុំគិតថាអានេះអត់គួរសមទេបារាំងជាដូចគ្នានិយាយបារាំងអូខេនិយាយបារាំងមកអ៊ីតាលីស្ប៉ាញ៉ូលអាល្លឺម៉ង់ជាភាសាអាល្លឺម៉ង់សាឡបងរៀនភាសាបរទេសប៉ុន្តែបារាំងនិយាយបារាំងជាមួយណាខ្ញុំគិតថាអានេះមិនគួរសមទេងាកមកនិយាយអំពីភាសាជនជាតិភាគតិចនៅកម្ពុជាវិញក៏ព្រោះតែសារៈសំខាន់នៃភាសាទាំងនោះនិងការភ័យខ្លាចអំពីការបាត់បង់នៃភាសាទាំងនោះទើបលោក Philippi បានចំណាយពេលនិងថវិកាដើម្បីស្រាវជ្រាវភាសាទាំងនោះហើយថាគម្រោងនៃការស្រាវជ្រាវនោះគឺជាគម្រោងផ្ទាល់ខ្លួនរបស់លោកហើយលទ្ធផលនៃការស្រាវជ្រាវទាំងនេះនឹងជួយដល់ការស្រាវជ្រាវនៃអនាគតភាសាវិទូជំនាន់ក្រោយរបស់ខ្មែរនិងបរទេសគោលបំណងរបស់ខ្ញុំគឺជួយជនជាតិខ្មែរមួយចំនួនអូខេខ្លាយទៅជាភាសាវិទូពីព្រោះយើងត្រូវការភាសាវិទូជាច្រើននៅប្រទេសកម្ពុជានិងអ្នកឯកទេសវិទ្យាសាស្ត្រសង្គមយ៉ាងពីសង្គមវិទ្យាប្រទេសវិទ្យាសាស្ត្រសង្គមអូខេ science sociale អូខេដើម្បីពណ៌នាអំពីវប្បធម៌នៅក្នុងវប្បធម៌កម្ពុជាមានវប្បធម៌ខ្មែរនិងអរិយធម៌ខ្មែរនិងវប្បធម៌ផ្សេងនៃជនជាតិភាគតិចមានការវិវត្តដ៏វិជ្ជមានមួយនៅក្នុងវិស័យភាសាវិទ្យាដែលធ្វើឲ្យភាសាវិទូជនជាតិបារាំងរូបនេះសប្បាយចិត្តក្នុងពេលបច្ចុប្បន្ននោះគឺកំណើននៃអ្នកស្រាវជ្រាវភាសាជាកូនខ្មែរចំនួនក្រោយបើទោះជាមានអ្នកស្រាវជ្រាវជាកូនខ្មែរកាន់តែច្រើនយ៉ាងនេះក៏ដោយមិនមែនបានន័យថាលោក Jean-Michel Philippi នឹងបញ្ឈប់ការស្រាវជ្រាវរបស់លោកនោះទេគង់តែលោកស្រឡាញ់ប្រទេសកម្ពុជាគង់តែលោកលែងចាកចេញពីប្រទេសកម្ពុជាដើម្បីទៅរស់នៅក្នុងប្រទេសផ្សេងទៀតនោះលោក Philippi នឹងបន្តគម្រោងស្រាវជ្រាវភាសាខ្មែរដើមនៅក្នុងតំបន់ភ្នំក្រវាញទៀតនៅពេលនោះហើយដែលលោក Philippi ស្ពាយបង្វិចជាមួយនឹងម៉ាស៊ីនថតរូបនិងម៉ាស៊ីនថតសំឡេងធ្វើដំណើរចូលទៅក្នុងភូមិជនជាតិភាគតិចដែលនៅដាច់ស្រយាលហើយក៏ទំនងជាត្រូវអង្គុយបឺតស្រាសជាមួយនឹងជនជាតិភាគតិចបន្តទៀតដែរសម្រាប់ខ្ញុំប្រទេសកម្ពុជាមិនមែនជាគុកទេគឺសម្រាប់ខ្ញុំគឺជាប្រទេសដែលខ្ញុំបានជ្រើសរើស
ហើយនឹងនៅពេលដែលខ្ញុំប្រៀបធៀបប្រទេសកម្ពុជាជាមួយប្រទេសបារាំងនិងជាមួយប្រទេសអាស៊ីផ្សេងទៀតអូខេខ្ញុំគិតថាការជ្រើសរើសរបស់ខ្ញុំគឺជាការជ្រើសរើសល្អការជ្រើសរើសត្រឹមត្រូវពីព្រោះនៅទីនេះខ្ញុំសប្បាយចិត្តមែន ពីខ្ញុំលៀងដុលុតភ្នំពេញ RFI